ចាជំរាបសួរបងប្អូនទាំងគ្នាចាថ្ងៃនេះគឺមកជួបខ្ញុំទៀតហើយបងប្អូនទាំងគ្នាចាហើយហ្នឹងហើយខ្ញុំខានចេញវីដេអូយូរដែរបងប្អូនទាំងគ្នាមាននឹកខ្ញុំអត់បងប្អូនទាំងគ្នាចាហ្នឹងហើយបងប្អូនទាំងគ្នាហ្នឹងហើយថ្ងៃនេះគឺយើងទៅស្លសម្លអត់អស់លុយអីអញ្ចឹងណាបងប្អូនទាំងគ្នាចាគឺយើងទៅស្លសម្លប្រហើរតាពាំងបងប្អូនទាំងគ្នាហើយកូនត្រីអីយើងអាចដាក់បានខ្លួនឯងអញ្ចឹងណាអញ្ចឹងយើងដាក់ឈ្មោះឲ្យវាថាសម្លអត់អស់លុយអីអញ្ចឹងណាបងប្អូនទាំងគ្នាចាហ្នឹងហើយបងប្អូនទាំងគ្នាអ្នកស្រែដូចខ្ញុំគឺមានអីទេបងប្អូនទាំងគ្នាចាគឺមានតែប៉ុណ្្នឹងក៏ក្តីសុខដែរបងប្អូនទាំងគ្នាចាឲ្យតែយើងបាននៅជួបជុំគ្រួសារអីអញ្ចឹងចាហ្នឹងបងប្អូនទាំងគ្នាយើងនៅជួបជុំគ្រួសារមានពាក់លុយគេអីអញ្ចឹងគឺរស់ស្រួលខ្លាំងមែនតើបងប្អូនទាំងគ្នាចាហើយបន្លែប្លុកម្ហូបអីត្រីអីវិញបងប្អូនទាំងគ្នាគឺធម្មជាតិសុទ្ធយើងអាចបន្លែអីយើងអាចដើរបិចបោចិត្តផ្ទះបានអញ្ចឹងណាដូចជាត្រពាំងស្លឹកបាសផ្កាឡាពៅអីហ្នឹងបងប្អូនទាំងគ្នាយើងអាចដាំតិចតួចទុកសម្រាប់ហូបហើយនឹងយើងអាចដើរបិចបោចិត្តផ្ទះយើងអាចស្លសម្លយ៉ាងឆ្ងាញ់បានមួយឆ្នាំងអីអញ្ចឹងណាបងប្អូនទាំងគ្នាចាឲ្យតែយើងគិតថាមានក្តីសុខគឺមានក្តីសុខហើយបងប្អូនទាំងគ្នាព្រោះអីយើងអត់ជាពាក់គេអីគឺវារៀងរស់ស្រួលដែរបងប្អូនទាំងគ្នាខ្ញុំឆ្លោជាពាក់គេដែរបងប្អូនទាំងគ្នាហើយឥឡូវគឺខ្ញុំអត់ជាពាក់គេរៀងទូ3ហូបមានអំបិលហូបអំបិលមានផឹកហូបផឹកអីអញ្ចឹងគឺក្តីសុខខ្លាំងមែនទែនឲ្យតែយើងបាននៅជួបជុំគ្រួសារចាណាបងប្អូនទាំងគ្នាយើងនៅជួបជុំគ្រួសារហើយកូនយើងក៏បានរៀនអីអញ្ចឹងណាបងប្អូនទាំងគ្នាចាហើយការងារយើងមានតិចតួចចិត្តផ្ទះអីអញ្ចឹងបងប្អូនទាំងគ្នាអត់ជាពាក់គេគឺរៀងស្រួលដែរបងប្អូនទាំងគ្នាចាក៏ពេលខ្ញុំនៅជាពាក់គេគឺបាក់ខ្លាំងមែនទែនបងប្អូនទាំងគ្នាចារស់ឲ្យតែគេហ្នឹងបងប្អូនទាំងគ្នាចាហើយឥឡូវគឺរៀងធូរដែរយើងមានអីហូបហ្នឹងអីអញ្ចឹងណាចាហ្នឹងបងប្អូនទាំងគ្នាចាវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងហើយបងប្អូនទាំងគ្នាចាអរគុណច្រើនខ្ញុំជម្រាបលាបាយបាយ